កាមេរ៉ាដំបូងនោះគឺខ្ញុំប្រើតែ iPhone 7 ទេគឺខ្ញុំប្រើទូរស័ព្ទទៅដើម្បីថតផ្សព្វផ្សាយបាទសូមជម្រាបសួរប្រិយមិត្តទស្សនិកជនជាទីមេត្រីថ្ងៃនេះផងដែរខ្ញុំបាទពិតជាមានកិត្តិយសមែនទែនដោយនឹងមានកិច្ចសម្ភាសន៍ពិសេសមួយជាមួយនឹងបងប្អូនជនជាតិដើមភាគតិចពូនងដែលគាត់ជា content creator ដែលយើងហៅថាជាអ្នកផលិតមាតិកាពិសេសមួយក្នុងខេត្តហើយគាត់គឺជាយុវជនម្នាក់ដែលបានលះបង់នៅតម្លៃពេលវេលាផ្ទាល់ខ្លួនហ្នឹងគឺចាប់យកនៅជាមួយនឹងការផលិតវីដេអូនិងរូបភាពពាក់ព័ន្ធនឹងបែបបទប្រពៃណីជនជាតិដើមភាគតិចរបស់យើងនៅក្នុងខេត្តមណ្ឌលគិរីហើយដោយពុកម៉ែបងប្អូនបានដឹងហើយថានៅខេត្តមណ្ឌលគិរីគឺជាតំបន់ភូមិភាគឦសានមួយដែលសម្បូរទៅដោយបងប្អូនជនជាតិដើមចម្រុះជាតិសាសន៍ប៉ុន្តែជនជាតិភ្នងគឺមានរហូតដល់ទៅជាង 70% នៅក្នុងខេត្តមណ្ឌលគិរីហើយនៅទីនេះផ្ទាល់ផងដែរក៏យើងសង្កេតឃើញមានបងពូមីងដែលគាត់ជាបងប្អូនជនជាតិដើមជាថ្នាក់ដឹកនាំនៅក្នុងខេត្តជាច្រើនរូបធ្វើការអភិវឌ្ឍជាបន្តហើយឥឡូវនេះយើងបានយុវជនឆ្នើម្នាក់ទៀតដែលគាត់គឺជាអ្នកផលិតមាតិកាម្នាក់ដែលអាចនាំឲ្យគេស្គាល់ថាខេត្តមណ្ឌលគិរីគឺជាខេត្តអស្ចារ្យល្អយ៉ាងណាហើយមានវិស័យទេសចរណ៍មួយខ្លះហើយប្រពៃណីវប្បធម៌ហ្នឹងយ៉ាងដូចម្ដេចខ្លះហើយទៀតលោកអ្នកនឹងបានជួបគាត់ផ្ទាល់និងបានស្ដាប់ផ្ទាល់ជាមួយនឹងកិច្ចសម្ភាសន៍រវាងខ្ញុំនិងគាត់បាទសូមអរគុណជំរាបសួរខ្ញុំបាទឈ្មោះតុងលេនជាជនជាតិដើមភាគតិចពូនងមកពីភូមិពូឆប់ឃុំដដាមស្រុកអូរាំងខេត្តមណ្ឌលគិរីហើយខ្ញុំបាទគឺជាអ្នកថតរូបឯករាជ្យបាទមុននឹងខ្ញុំខ្លាចជាអ្នកថតរូបនេះគឺខ្ញុំជាអ្នកធ្វើការម្នាក់ដែរនៅក្នុងឧត្តមក្រុមប្រឹក្សាពិគ្រោះដោយយោបល់រយៈពេល5ឆ្នាំមុននឹងខ្ញុំខ្លាចជាអ្នកថតរូបគឺយើងបានចុះទៅតាមភូមិរបស់បងប្អូនជនជាតិដើមភាគតិចច្រើនសិក្សាស្រាវជ្រាវពីបញ្ហារបស់ពួកគាត់ហើយយើងឃើញថាជនជាតិដើមភាគតិចអត់មានអ្នកថតរូបទេហើយយើងឃើញពីជនជាតិដើមភាគតិចយើងមានវប្បធម៌ប្រពៃណីយើងមានការរស់នៅខុសប្លែកពីជនជាតិខ្មែរជនជាតិផ្សេងៗដែលគាត់ជាជនជាតិដើមច្រើនអញ្ចឹងណាអញ្ចឹងក៏ខ្ញុំមានចិត្តមួយថាចង់ផ្ដិតយករូបភាពចងក្រងជារូបភាពអត្ថបទផ្សេងៗដើម្បីបង្ហាញឲ្យមនុស្សទូទៅបានស្គាល់បានដឹងពីជនជាតិដើមភាគតិចបាទអ្វីដែលជំរុញលើកទឹកចិត្តឲ្យខ្ញុំបានថតរូបដោយសារតែខ្ញុំឃើញពីចំណេះដឹងវប្បធម៌ប្រពៃណីរបស់ជនជាតិដើមភាគតិចយើងគឺល្អទី1ទី2តកតងជាមួយនឹងការចងក្រងរូបភាពផ្សេងភាគច្រើនកន្លងមកយើងឃើញតែមានតែជនជាតិបរទេសទេដូចចំនួនអាណានិគមបារាំងឬក៏មុនចំនួននឹងទៀតគឺយើងឃើញរូបភាពជាច្រើនគឺត្រូវបានចងក្រងដោយជនជាតិបារាំងឬក៏ជនជាតិផ្សេងដែលប្រកបបានចុះមកនៅលើទឹកដីរបស់យើងបាទអញ្ចឹងសម្រាប់ពេលនេះដែលជាសម័យបច្ចេកវិទ្យាខ្ញុំគិតថាយើងជាជនជាតិដើមភាគតិចក៏ដូចជាខ្ញុំខ្លួនឯងផ្ទាល់ខ្ញុំគិតថានេះជាឱកាសមួយដែលយើងអាចបង្ហាញខ្លួនឯងគឺជាជនជាតិដើមភាគតិចតាមរយៈការផលិតរូបភាពការផលិតវីដេអូហើយនិងការសរសេរអត្ថបទផ្សេងៗដោយសារយើងជាជនជាតិដើមភាគតិចអញ្ចឹងនៅពេលដែលយើងធ្វើទៅគឺវាយើងដឹងថាជនជាតិយើងគឺយ៉ាងម៉េចបាទអញ្ចឹងវប្បធម៌ប្រពៃណីរបស់យើងយ៉ាងណាវាមានគុណតម្លៃអ្វីខ្លះសម្រាប់មនុស្សជាតិនេះទាំងមូលអញ្ចឹងចំណុចនេះដែលខ្ញុំចាប់យកហើយក្នុងការចាប់យករូបភាពដំបូងដែលខ្ញុំកាន់កាមេរ៉ាដំបូងនោះគឺខ្ញុំប្រើតែ iPhone 7 ទេគឺខ្ញុំប្រើទូរស័ព្ទទៅដើម្បីថតផ្សព្វផ្សាយអញ្ចឹងនៅពេលដែលខ្ញុំចាប់ដើមថតផ្សព្វផ្សាយខ្ញុំឃើញថាមានការគាំទ្រច្រើនពីមហាជនមានថាមានអ្នកដែលប្រកបពេញចិត្តហើយនឹងទាំងគេថាគេមិនដែលឃើញពីជនជាតិដើមភាគតិចទេគេអាចស្គាល់ពីជនជាតិដើមភាគតិចទេនៅពេលដែលយើងថតផ្សព្វផ្សាយទៅប្រកបភ្ញាក់ផ្អើលថានៅក្នុងប្រទេសកម្ពុជារបស់យើងមានជនជាតិភាគតិចដែរគេអាចនិយាយថាជនជាតិដើមភាគតិចណាអញ្ចឹងយើងចាប់ផ្ដើមបញ្យល់ពួកគាត់ថាយើងគឺជាជនជាតិដើមភាគតិចហើយយើងមានរស់នៅក្នុងទឹកដីនៃប្រជាជាតិកម្ពុជានេះគឺតាំងពីយូរលង់ណាស់មកហើយតាំងពីដូនតាណាស់មកហើយអញ្ចឹងណាហើយយើងក៏បានបង្ហាញពីវប្បធម៌ប្រពៃណីរបស់យើងច្រើនទៅតាមរូបភាពរបស់ខ្ញុំបន្ទាប់មកនៅពេលដែលខ្ញុំមានថវិកាខ្លួនឯងសន្សំក៏ខ្ញុំបានទិញកាមេរ៉ាខ្លួនឯងដើម្បីប្រើប្រាស់ទីដោយសារតែខ្ញុំគោលបំណងរបស់ខ្ញុំគឺចង់បង្ហាញពីរូបភាពពីជនជាតិដើមភាគតិចនឹងឲ្យច្រើនឲ្យគេស្គាល់អញ្ចឹងគឺខ្ញុំមិនបោះបង់អ្វីដែលខ្ញុំកំពុងតែធ្វើទេបាទសម្រាប់ខ្ញុំក្រៅពីដែលខ្ញុំថតផ្សព្វផ្សាយពីវប្បធម៌ប្រពៃណីការរស់នៅរបស់ជនជាតិដើមភាគតិចគឺខ្ញុំផ្សព្វផ្សាយពីសក្តានុពលទេសចរនៅក្នុងខេត្តផងដែរបាទក្នុងខេត្តមណ្ឌលគិរីនេះផ្ទាល់គឺខ្ញុំផ្សព្វផ្សាយច្រើនទាំងដែលពីដើមមកអត់សូវមានអ្នកផ្សព្វផ្សាយពីខេត្តយើងទេបាទគឺខ្ញុំមាន drone គឺខ្ញុំមានកាមេរ៉ាគឺខ្ញុំតែងតែដើរផលិតរូបភាពតំបន់ទេសចរស្អាតថ្មីដើម្បីឲ្យភ្ញៀវទេសចរជាតិឬក៏អន្តរជាតិដែលគាត់បានមកទស្សនាបានឃើញហើយបានមកលេងខេត្តមណ្ឌលគិរីតែម្ដងហើយមួយទៀតខ្ញុំគិតថាខ្ញុំចង់ប្រើចំណេះជំនាញដែលខ្ញុំមានដែលខ្ញុំចេះនេះចង់បំរើឲ្យជួយខេត្តតែម្ដងដើម្បីឲ្យប្រជាពលរដ្ឋគាត់មានចំណូលទៅតាមនឹងដែរទោះបីតិចក៏ដោយច្រើនក្តីអញ្ចឹងតាមរយៈភ្ញៀវទេសចរបាទហើយខ្ញុំក៏ស្រឡាញ់ធនធានធម្មជាតិដែរគឺខ្ញុំតែងតែដើរថតរូបជីវៈចម្រុះដូចជាថតសត្វស្លាបសត្វព្រៃផ្សេងដូចជាផ្កាផ្សេងយើងចង់មកបង្ហាញពីសម្រស់នៅក្នុងខេត្តមណ្ឌលគិរីផងដែរថាតើនៅក្នុងខេត្តមណ្ឌលគិរីរបស់យើងនេះ
ស្រស់ស្អាតប៉ុណ្ណាភាពស្រស់ស្អាតរបស់ខេត្តមណ្ឌលគិរីរបស់យើងក៏ដូចជាភូមិភាគឦសានរបស់យើងនេះទាំងមូលគឺមិនត្រឹមតែមានតែតំបន់ទេសចរប៉ុណ្ណោះទេប៉ុន្តែយើងមានធនធានធម្មជាតិយើងមានជីវៈចម្រុះយើងមានវប្បធម៌ប្រពៃណីដ៏ល្អផូរផង់ក៏ដូចជាយើងមានចម្រុះជនជាតិដើមតែម្ដងបាទជាចុងក្រោយនេះគឺខ្ញុំសូមឲ្យយុវជនជាពិសេសយុវជនជនជាតិដើមប្រទេសឲ្យប្រកបខិតខំប្រឹងប្រែងសិក្សារៀនសូត្រក៏ដូចជាគុំបោះបង់ចោលការសិក្សាដោយសារតែបញ្ហាជីវភាពម្នាក់យើងម្នាក់ជាជនជាតិដើមប្រទេសមិនថាខ្ញុំមិនថាអ្នកផ្សេងបងប្អូនផ្សេងទេគឺយើងមានភាពខ្វះខាតនៅក្នុងក្រុមគ្រួសារប៉ុន្តែយើងចង់ឲ្យគោលដៅរបស់យើងចង់ជួយជនជាតិដើមខ្លួនឯងលុះត្រាតែយើងមានការសិក្សារៀនសូត្រឲ្យបានច្រើននៅពេលនោះសង្គមយើងនឹងរីកចម្រើនសហគមន៍យើងនឹងរីកចម្រើនប្រទេសជាតិយើងក៏រីកចម្រើនផងដែរបាទហើយសូមឲ្យយុវជនក៏ដូចជាមិនថាជនជាតិដើមប្រទេសមិនថាយុវជនទាំងអស់ទេយើងត្រូវតែគោរពនៅថាច្បាប់ជាតិរបស់យើងកុំឲ្យយើងខ្លាចជាក្មេងទំនើងដល់អត់ដឹងខ្លួនដើរលេងរហូតដល់អត់ដឹងទិសដៅដូច្នេះយើងត្រូវតែសិក្សារៀនសូត្របានច្រើនហើយយើងត្រូវតែគោរពច្បាប់របស់យើងផងដែរបាទគឺខ្ញុំមានប៉ុណ្ណឹងអរគុណ